នៅព្រឹកថ្ងៃទី7ខែកុម្ភៈឆ្នាំ2026កងទ័ពឈ្លានពានថៃបានដេញកងទ័ពខ្មែររបស់យើងហើយបាននាំគ្នាដាក់ទូកុងតឺន័រថ្មីកាត់ទទឹងផ្លូវជាតិលេខ55ពាត់យកដីរបស់ខ្មែរនៅឃុំថ្មដាស្រុកវាវែងខេត្តពោធិ៍សាត់ដោយសារការពីម្សិលមិញបងប្អូនក៏បានដឹងព័ត៌មានដែរពាក់ព័ន្ធជាមួយនឹងអាការចំប្លាងមួយនឹងអាជនពីលចំហ្មងនៅថៃដែលបងប្អូនស្គាល់វាថាស្ថាបនិក BA ឡានដឹកអាចហ្នឹងវាបានយកកុងតឺន័រចាចំនួនប្រហែល50កុងតឺន័រហ្នឹងយកមកដាក់នៅថ្មដានឹងដែរជាមួយនឹងពួកកងទ័ពឈ្លានពានថៃរបស់ពួកវាហ្នឹងណាបងប្អូនចាប៉ុន្តែបរាជ័យត្រង់ថាពេលដែលវាកំពុងតែ live ផ្ទាល់ហើយពេលដែលវាកំពុងតែដាក់ហ្នឹងគឺអ្នកសង្កេតការ AOT ក៏ដូចជាជនជាតិចិនដែលគាត់រស់នៅតំបន់ហ្នឹងអាចនិយាយបានថាគាត់ជាអ្នករស់ស៊ីអីនៅហ្នឹងគឺគាត់មកដល់ផ្ទាល់តែម្ដងដល់ពេលអញ្ចឹងទៅអ្នកសង្កេតការ AOT គេឃើញទង្វើឈ្លានពានរបស់វាហ្នឹងគេក៏បានសង្កេតមើលអញ្ចឹងណាបងប្អូនហើយពួកវាគ្រាន់តែឃើញអ្នកសង្កេតការ AOT មកពួកវាចាប់ផ្ដើមនាំគ្នាខ្លះដើរកិច្ចខ្លះរត់កិច្ចដូចដែលខ្ញុំបានជម្រាបជូនប្រាប់បងប្អូនកាលពីម្សិលមិញអញ្ចឹងព្រោះដោយសារតែអ្នកសង្កេតការ AOT គេមកចំផ្ទាល់តែម្ដងគឺចំពេលដែលពួកវាកំពុងតែឈ្លានពានយកដីរបស់ពួកយើងដាក់កុងតឺន័រនឹងតែម្ដងបងប្អូនប៉ុន្តែនៅក្នុងថ្ងៃនេះថ្ងៃទី7ខែកុម្ភៈឆ្នាំ2026វាអត់យកដាក់ពេលថ្ងៃឬមួយក៏ពេលល្ងាចទៀតទេព្រោះដោយសារតែពួកវាខ្លាចគេមកទាន់នៅសកម្មភាពរបស់ពួកវាឃើញសកម្មភាពរបស់ពួកវានឹងឈ្លានពានយកទឹកដីយើងបន្តទៀតវានាំគ្នាលួចដាក់ពេលព្រឹកបងប្អូនចាពេលព្រឹកកំឡុងពេលម៉ោង5ប្រហែលជាម៉ោង5ហ្នឹងហើយបងប្អូនវានាំគ្នាដាក់ទូកុងតឺន័រដាក់អីដាក់ទទឹងកាត់ទទឹងផ្លូវជាតិលេខ55ពាត់យកដីរបស់ខ្មែរយើងនៅឃុំថ្មដាស្រុកវាវែងខេត្តពោធិ៍សាត់តែម្ដងសំខាន់វាដេញកងទ័ពខ្មែរយើងទៀតណាបងប្អូនចាចង់ជម្រាបជូនប្រាប់បងប្អូនថាចាក្នុងប្រវត្តិសាស្ត្រដីមួយនេះគឺកងទ័ពឈ្លានពានរបស់ថៃនឹងពួកវាអត់ដែរមកជន់ទេបងប្អូនចាក្រោយពីមានបទឈប់បាញ់ថ្ងៃទី27ខែធ្នូឆ្នាំ2025គឺពួកវាបានធ្វើសកម្មភាពរំលោភលើបទឈប់បាញ់រំលោភលើកិច្ចព្រមព្រៀងរំលោភលើច្បាប់អន្តរជាតិលួចប្លន់រកដីរបស់ខ្មែរស្រស់តែម្ដងឯសកម្មភាពរំលោភទាំងកំរោលចូលកាន់កាប់ដីខ្មែរនេះគឺជាការបំពានយ៉ាងធ្ងន់ធ្ងរខ្លាំងមែនទែនដែលកំពុងតែបំផ្លាញច្បាប់អន្តរជាតិពីសំណាក់កងទ័ពឈ្លានពានថៃដែលសហគមន៍អន្តរជាតិត្រូវតែចាត់ការជាបន្ទាន់និងជួយអន្តរាគមន៍ដល់កម្ពុជាដែលកំពុងតែរងគ្រោះយ៉ាងអយុត្តិធម៌